ថ្ងៃនេះខ្ញុំមានលំហាត់ធរណីមាត្រមួយដែលចង់បង្ហាញអ្នកទាំងអស់គ្នាហាត់នេះគេឲ្យត្រីកោណ ABC កែងត្រង់ A ដែល AB ស្មើនឹង3សង់ទីម៉ែត្រនិង AC ស្មើ4សង់ទីម៉ែត្រចូលគណនាប្រវែង BC និង AH ក្នុងរូបខាងក្រោមនេះក្នុងរូបនេះត្រីកោណ ABC ជាត្រីកោណកែង AB ស្មើនឹង3សង់ទីម៉ែត្រ AC ស្មើ4សង់ទីម៉ែត្រដូច្នេះ BC គឺជាអ៊ីប៉ូតេនូសនេះដើម្បីរក BC គឺប្រើតាមរូបមន្តទ្រឹស្ដីបទពីតកឺបទពីតកឺយើងបាន BC ការ៉េស្មើនឹង AB ការ៉េបូកនឹង AB ស្មើនឹង3សង់ទីម៉ែត្រ AC ស្មើ4សង់ទីម៉ែត្រនាំឲ្យ BC ការ៉េស្មើនឹង3ការ៉េបូកនឹង4ការ៉េ A ស្មើនឹង9 4ការ៉េស្មើនឹង16 BC ស្មើឬ25ឬ25យើងបញ្ចេញបាន5សង់ទីម៉ែត្រពីរកប្រវែង BC រួចយើងរកប្រវែង AH នៅក្នុងរូបភាពនេះ AH គឺជាកម្ពស់ដូច្នេះកម្ពស់របស់ AH មានទំនាក់ទំនងជាមួយនឹង AB និង AC ប្រវែង AH គឺយើងធ្វើតាមទំនាក់ទំនងលើ AH ការ៉េស្មើនឹង1លើ AC ការ៉េបូកនឹង1លើ AB ការ៉េដោយ AC ស្មើនឹង4សង់ទីម៉ែត្រហើយ AB ស្មើនឹង3សង់ទីម៉ែត្រដូចនេះនាំឲ្យ1លើ AH ការ៉េស្មើនឹង1លើ4ការ៉េបូកនឹង1លើ3ការ៉េ144ចែកនឹង25នោះឲ្យ AH ស្មើនឹងឬ144ចែកនឹង25ឬ142 25បញ្ចេញឬបាន5ដូចនេះប្រវែង AH ស្មើនឹង 2.4 សង់ទីម៉ែត្រហើយលំហាត់យើងចាប់ទៅត្រឹមនេះសូមអរគុណអ្នកទាំងអស់គ្នាដែលទស្សនាដល់ចប់